លើកអំពីបត្រាបត្រីឬក៏ទូនាទីនឹងគឺត្រូវសង្គ្រោះចំពោះមេដាបិតាវិញព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយថាកូនប្រុសកូនស្រីហ្នឹងឬក៏បត្រាបត្រីនេះគឺត្រូវតែមានកាតព្វកិច្ចតបស្នងសងគុណទៅដល់លោកអ្នកដ៏មានគុណគឺមេដាបិតាដោយធម៌5យ៉ាងដោយធម៌5យ៉ាងទី1ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់លោកឲ្យឈ្មោះថាការចិញ្ចឹមលោកវិញចិញ្ចឹមមេដាបិតាវិញណានៅក្នុងន័យនេះគឺមានន័យថាថែរក្សាឧបត្ថម្ភគ្រប់គ្រងនៅបាយទឹកនំចំណីគឺស្ថិតនៅក្នុងបច្ច័យទាំងឡាយ4មានចៃវរៈបណ្ឌបាតសនាសនៈនិងគិលានភេសជ្ជៈអញ្ចឹងទៅណាអញ្ចឹងបុត្រាបុត្រីនឹងគឺត្រូវតែចិញ្ចឹមលោកវិញដោយទំនុកបំរុងនៅការថែរក្សានៅបាយទឹកនំចំណីមានសម្ពត់សម្លៀកបំពាក់អីជាដើមឬក៏លំនៅឋានអីជាដើមអញ្ចឹងទៅណានឹងគឺត្រង់ចំណុចទី1នៅត្រង់ចំណុចទី2គឺកូនប្រុសកូនស្រីជួយធ្វើការងាររបស់ឪពុកម្ដាយជួយសម្រាលការងារផ្ទះឬក៏មុខរបររកស៊ីឲ្យលោកនឹងគ្រាន់បានសម្រាលឲ្យកាយរាងកាយរបស់គាត់នឹងរៀងធូរស្រាលជាងមុនអញ្ចឹងយើងកូនប្រុសកូនស្រីត្រូវតែជួយការងារមិនថាការងារលក់ដូរមិនថាការងារផ្ទះឬក៏ការងារស្រែចម្ការអីផ្ទះបាយជាដើមអញ្ចឹងតួនាទីរបស់កូនប្រុសស្រីហ្នឹងគឺត្រូវតែជួយសម្រាលការងាររបស់ឪពុកម្ដាយវិញនឹងគឺត្រង់ចំណុចទី2នៅត្រង់ចំណុចទី3គឺត្រូវរក្សាវង្សត្រកូលនៅក្នុងនេះព្រះអង្គទ្រង់ត្រាស់សម្ដែងហើយថាកូនប្រុសកូនស្រីហ្នឹងគឺត្រូវតែប្រព្រឹត្តខ្លួនឲ្យជាមនុស្សល្អការប្រព្រឹត្តខ្លួនឲ្យជាមនុស្សល្អប្រព្រឹត្តនៅក្នុងអំពើជាកុសលមិនធ្វើឲ្យសង្គមគេស្អប់ខ្ពើមទេណាញាតិញោមមិនធ្វើឲ្យយើងដែលជាកូនប្រុសកូនស្រីហ្នឹងត្រូវតែរក្សាវង្សត្រកូលហ្នឹងមានន័យថាប្រព្រឹត្តខ្លួនឲ្យល្អអិរិយាបថហ្នឹងឲ្យល្អឲ្យមានឈ្មោះបោះសម្លេងនៅក្នុងគ្រួសារហ្នឹងគឺតួនាទីរបស់កូនប្រុសកូនស្រីនៅក្នុងចំណុចទី3នៅត្រង់ចំណុចទី4នេះគឺធ្វើខ្លួនឲ្យសមជាអ្នកទទួលនៅទ្រព្យសម្បត្តិរបស់ពុកម្ដាយឬក៏មរតកផ្សេងអញ្ចឹងកូនប្រុសកូនស្រីត្រូវតែរក្សានៅសិលធម៌អញ្ចឹងរក្សានៅសិលធម៌និងចំណេះដឹងដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិបន្តអំពីឪពុកម្ដាយអំពីមេដាបិតាដែលគាត់បានចែកឲ្យនឹងគឺត្រង់ចំណុចទី4ត្រង់ចំណុចទី5ចំណុចទី5នេះធ្វើបុណ្យឧទ្ទិសកុសលជូនលោកអ្នកដ៏មានគុណរបស់យើងគឺមេដាបិតានឹងរាល់ពេលដែលគាត់ចែកឋានទៅអញ្ចឹងតួនាទីរបស់កូនប្រុសកូនស្រីបុត្រាបុត្រីហ្នឹងគឺកាតព្វកិច្ចរបស់កូនប្រុសកូនស្រីហ្នឹងគឺធ្វើទាននិងឧទ្ទិសកុសលជូនទៅដល់មេដាបិតាដែលគាត់បានស្លាប់ទៅរាល់ពេលដែលគាត់បានស្លាប់ទៅអ្នកដែលនៅរស់ហ្នឹងដែលកូនប្រុសកូនស្រីសាច់ញាតិអីជាដើមហ្នឹងគឺត្រូវតែធ្វើបុណ្យធ្វើទានចែកចម្លែកទានដើម្បីឧទ្ទិសកុសលទៅដល់ញាតិរបស់យើងឬក៏មេដាបិតាលោកអ្នកដ៏មានគុណរបស់យើងអញ្ចឹងទៅវីដេអូអាត្មាភាពចែកចម្លែកតែធម្មទានខ្លីៗប៉ុណ្ណឹងទេ